ជំរាបសួរអំពុំមីងបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូវគ្គទី5ស្ដីអំពីការចេះសិក្សារកផលប៉ះពាល់ការតបបណ្ដាញអគ្គិសនីពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះចេះឆ្ពោះទៅតំបន់ភ្នំពេញបាទនេះក្រុមការងារយើងកំពុងសិក្សាផ្ទះមួយកន្លែងដែលជាផ្ទះចាប់ចម្ការរបស់បងប្អូនប្រជាពលរដ្ឋយើងព្រោះត្រូវប៉ះផលប៉ះពាល់អញ្ចឹងគិតសំណងជូនគាត់បាទរកទំហំដើម្បីកាត់សំណងជូនដល់គាត់មិនឲ្យគាត់ខាត់បងទេបាទយ៉ាងក្រុមការងារយើងកំពុងតែសិក្សាផ្ទាល់តែម្ដងបាទហើយនេះក្រុមការងារយើងកំពុងតែសិក្សាផលប៉ះពាល់មកកន្លែងទៀតដែរគឺនៅដំណាំកូនកស៊ូអញ្ចឹងក្រុមការងារយើងកំពុងតែវាស់នៃកម្រិតនៃដាំកស៊ូរបស់បងប្អូនជីវរដ្ឋយើងដើម្បីរកចំនួននៃដើមតែផលប៉ះពាល់តែប្រហែលដើមបាទហើយខ្ញុំក៏សូមជម្រាបដែរសូម្បីតែដំណាំឈើព្រៃដែលស្ថិតនៅក្នុងដីរបស់បងប្អូនប្រជាពលរដ្ឋយើងដូចជាធ្នង់អីហ្នឹងក៏ស្ថិតនៅក្នុងការសំណងដែរព្រោះដែលសារបងប្អូនយើងជាអ្នកថែរក្សាហើយនេះបងប្អូនយើងកំពុងតែដាំដំឡូងនៅជួរសៀនិងមាត់ព្រៃជំនាងគាត់ដាំពីឥឡូវនេះដោយសារតំបន់ជាតំបន់ទឹកលិចអញ្ចឹងគាត់ត្រូវដាំមិនឲ្យបានមកផលមុនពេលទឹកលិចបាទទឹកលិចដល់ឲ្យមកដំឡូងរបស់គាត់បាទហើយដំណាំដែលក្រុមការងារត្រូវសំណងសងគឺបែងចែកជា3ប្រភេទគឺប្រភេទតូចប្រភេទមធ្យមនិងប្រភេទធំបាទកន្លែងនេះគឺជាកន្លែងតម្រុយនៃការបោះបង្គោលភ្លើងអគ្គិសនីតែម្ដងបាទហើយនេះសៀមាត់ព្រៃជំនាងនេះបាទបងប្អូនយើងកំពុងតែដាំដំឡូងហ្នឹងហើយបាទនេះកំពុងជីកដាក់នេះគោយន្តដឹកដើមដំឡូងបាទហ្នឹងហើយបាទនេះក្រុមការងារយើងធ្វើការបែកមកខាងបាទនេះគឺជាទំពាំងទឹកដែលនៅជិតនឹងព្រែកជំនាងបាទក្រុមការងារយើងកំពុងតែឆ្លងកាត់នេះចូលមកដល់ចំណុចនេះគឺជាផ្ទះចាត់ចំការក៏មានរងការប៉ះពាល់អញ្ចឹងក៏គិតត្រូវដើម្បីសំណងជូនគាត់ដែរបាទមើលដំនេះគឺស្វាយចន្ទីប្រភេទធំដែរប្រភេទធំហើយបាទហ្នឹងក៏ផលប៉ះពាល់ក៏ត្រូវគិតគុណសងជូនគាត់ដែរបាទផ្ទៃដីផ្ទៃអីហ្នឹងក៏គិតជួបក្នុងដែរបាទហ្នឹងហើយបាទនេះគឺជាកន្លែងដីចម្ការបាទដីចម្ការរបស់គាត់ប៉ុន្តែគាត់មិនទាន់ដាំដំណាំធំទេគាត់ដាំនេះប្រកបតម្រុយនឹងបោះបង្គោលបាទអរគុណបាទវគ្គទី5បានបញ្ចប់សូមរងចាំទស្សនាវគ្គទី6បន្តទៀត